កីឡាករនៃសាធារណរដ្ឋប្រជាទស្សនិកជនដែលរីកស្វាគមន៍របស់ជំនាញរបស់កីឡាករចិនគឺខាឡូសូបាទហើយនឹងកីឡាករគុណខ្មែររបស់យើងពេជ្រសម្បត្តិបាទឥឡូវកំពុងតែធ្វើដំណើរមកឯខ្សែវៀនប្រកួតគ្រុឌគុណខ្មែរ to China 2 បាទហើយនេះគឺទស្សនវិជ្ជាការប្រកួតដែល highlight ខ្លះៗនៅលើខ្សែវៀនគ្រុឌគុណខ្មែរ to China 2 នេះគឺថាបង្ហាញពីសកម្មភាពរបស់ពេជ្រសម្បត្តិបាទគឺផ្ដាច់ចង់ផ្ដាច់ទឹកទៅកីឡាករខាឡូសូតែម្ដងគឺថាតាំងពីទឹកទី1រហូតដល់ទឹកទី2និងទឹកទី3បាទគឺថាខាឡូសូពិបាកទុកមែនទែនគឺថារត់ពេញខ្សែវៀនតែម្ដងបាទពេជ្រសម្បត្តិមិនបធូរដៃឲ្យទេបាទគឺថាហើយឃើញទស្សនវិជ្ជាថាឈាមនោះគឺពេញមុខខាឡូសូតែម្ដងពេជ្រសម្បត្តិលោកនេះលេងធ្ងន់ដោយដែលការសន្យារបស់ខ្លួនមែនថាមិនបន្ធូរដៃឲ្យខាឡូសូដែលជាកីឡាករចិននោះទេទោះថាឡូសូនេះគឺមានគេហៅថាបទពិសោធន៍ច្រើននឹងខ្សែក្រវ៉ាត់ច្រើនក៏ដោយនៅប្រទេសចិនប៉ុន្តែប៉ះពេជ្រសម្បត្តិគឺចាប់ហើយបើគេថាក្រប3ព្រៃពេជ្រសម្បត្តិគឺធ្វើឲ្យខាឡូសូបាក់ស្មារតីនឹងខ្លាចជាពិសេសនោះគឺឈាមពេញមុខតែម្ដងរត់ពេញខ្សែមានតែម្ដងបាទលទ្ធផលការប្រកួតចុងក្រោយនេះគឺបានចេញម្ដងគឺពេជ្រសម្បត្តិឈ្នះខាឡូសូដោយបន្ទុកបាទហើយគឺ3ទឹកគឺបានបញ្ចប់ហើយបាទនេះជាការប្រកួតលើកទី3ហើយដែលពេជ្រសម្បត្តិចេញទៅប្រកួតនៅឯក្រៅប្រទេសនៅប្រទេសចិនក៏ដូចជាការប្រកួត2លើកនៅឯសហរដ្ឋអាមេរិកឥឡូវនេះគឺលទ្ធផលឈ្នះនៅខាឡូសូជាលើកទី3ទៀតនៅឯប្រទេសចិនបាទពេជ្រសម្បត្តិនឹងអាចមានការប្រកួតក្រោយៗទៀតអញ្ចឹងបងប្អូនអ្នកគ្រប់គ្រងគុណខ្មែរកុំភ្លេចរងចាំទស្សនានៃការប្រកួតរបស់ពេជ្រសម្បត្តិទាំងអស់គ្នាគ្រប់គ្រងគុណខ្មែរជាមួយគ្រុឌនាំគុណខ្មែរល្បីលើឆាកអន្តរជាតិ